ថ្ងៃនេះញ៉ាទឹកបងប្អូនទាំងអស់គ្នាអើយអញ្ចឹងខ្ញុំអត់ធ្វើការទេឥឡូវព្រលឹមឡើងអត់មានអីញ៉ាំទេដោយសារថ្ងៃទឹកគេងរៀងយូរតិចទាំងម៉ែទាំងកូនហ្នឹងគេងទៅក្រោកមិញហើយទាអត់មានអីមានតែពត្រានៅកាច់ម៉ូតូនឹងឯងកាន់អត់មានឲ្យបងគេញ៉ាំទេសូមឲ្យបងញ៉ាំគាត់ឲ្យដែរតោះញ៉ាំឆ្អែតហើយថតទៅបានយកទៅចែកម៉ែនិងចែកបងគេម៉ែគេនៅពីក្រោយនឹងឯងគេរៀមងើបឈោហ្នឹងខ្លាចម៉ែគេរៀមម៉ែចង់សុំញ៉ាំដែរម៉ែគេឈ្មោះចាន់លីមាគេឈ្មោះប៊ីលីគេឈ្មោះកុកខីគេអង្គុយចិត្តម៉ែគេហ្នឹងម៉ែគេនៅគៀនហ្នឹងនៅក្នុងទ្រង់ធំប៉ុណ្ណាណៃហ្នឹងគេរៀមកូនចង់សុំកូនចិត្តអាក្រក់ណាស់អត់ឲ្យទេហើយកូនហ្នឹងអត់ដូចប៊ីលីទេប៊ីលីបើបងគេរៀមតម្លាក់ចោលទាំងអស់ប៉ុន្តែសម្រាប់កុកខីវិញគេរៀមអីខ្លាចតែអត់ឲ្យទេគឺដឹងតែពីញ៉ាំហើយណាមួយពុទ្រាឆឹងហ្នឹងគឺដល់ខែពុទ្រាហ្នឹងគឺគាត់ចូលចិត្តតាំងពីតូចបងពួកគាត់នឹងពួកប៊ីលីក៏ចូលចិត្តដែរពុទ្រាឆឹងហ្នឹងតែយកតែគ្រាប់ជប់ឯងអាសបោអាអីហ្នឹងអត់ញ៉ាំទេញ៉ាំរត់តែគ្រាប់ហើយជប់ដាក់គៀនមាត់ហ្នឹងជប់តំណងណាចូលចិត្តតាំងពីតើពុទ្រាហ្នឹងតែទៅលើកទី1ខ្ញុំទិញឲ្យនេះខែពុទ្រាខ្ញុំភ្លេចរឿងខែពុទ្រាតែឃើញអ៊ំម៉ួយហ្នឹងគាត់លក់គាត់ស្រាយចាអេពុទ្រាមានហើយមិនទិញឲ្យស្វាគេស្វាចូលចិត្តអីចឹងក៏ទិញទុកកែម៉ូតូបងប្អូនហើយទុកចង់មកទៅអត់ដឹងតែអត់ចេះខូចទេពុទ្រាឆាន់ហ្នឹងអត់ខូចទេតែពេលទៅបើកែម៉ូតូមើលយកស្គុតដាក់អីវ៉ាន់ឲ្យម៉ួយទៅបានឃើញអូនេះពុទ្រាមកទិញឲ្យកូនអូយអបដោយអរគុណច្រើនបងប្អូនអរចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខុកខីបើភ្នែកឡើងបាននំបារីមកកញ្ចប់ទៀតនឹងសល់ពីល្ងាចហ្នឹងឥឡូវគេចាប់ផ្ដើមញ៉ាំនំបារីហើយចេះចលក់ទៀតបងប្អូនអើយលិតអាទឹកចលក់ហ្នឹងហើយបើភ្នែកឡើងដឹងតែទាឃ្លានមិនដឹងអីទេម៉ោង5ឡើងឃើញក្មួយខ្ញុំងើបហើយដឹងតែឃើញនំអីទាយំឃ្លាននឹងអាចឲ្យញ៉ាំទៅលិតបារីមិនសូវចេះញ៉ាំបានទេអានំបារីហ្នឹងតែលិតអាសូកូឡាបារីហ្នឹងឲ្យលិតដល់ហើយចូលចិត្តញ៉ាំណាទោះតែញ៉ាំអីអត់ចេះឆ្អែតបើអាមៀប៊ីលីហ្នឹងញ៉ាំអីតែល្មមមិនចូលចិត្តគឺអត់ញ៉ាំទេហើយញ៉ាំអីឆាប់ឆ្អែតតែឆ្អែតហើយឲ្យក៏មិនញ៉ាំដែរឲ្យក៏វត្តចោលលើនឹងឯងចារ៉ាគេធំទៅពេលនេះគ្នាទៅមួយឆ្នាំកន្លះហ៎តែពេលព្រលឹមឡើងទាអត់មាននំអីទេនំមាននំបារីមកកញ្ចប់ហ្នឹងព្រោះពីល្ងាចញ៉ាំមកកញ្ចប់ហើយហត់ឲ្យមានទុកក្មួយបងប្អូនអើយមើលកូនស្វាកុកខីក្រៅព្រលឹមឡើងទាញ៉ាំអីអត់មានអីញ៉ាំតែបាយទាំងព្រឹកហើយដោយសារអស់ផ្លែឈើម្សិលមិញអត់បានមកផ្សារឥឡូវញ៉ាំតែបាយទាំងព្រលឹមតែបាយហ្នឹងញ៉ាំតែគ្រាប់ទៀតពេទ្យប្រាប់ថាញ៉ាំផ្លែឈើរឹងអត់ល្អទេបានញ៉ាំតែចេកតែម្នាក់នឹងអត់ចូលចិត្តទេចេកចុះបានតែយូរម្ដងឯងចេកទុំក្រោយទេក្រោកព្រឹកឡើងម៉ោង5ដោយសារក្មួយខ្ញុំងើបទៅរៀនសាលាដូវីលឿនអញ្ចឹងក្មួយខ្ញុំឆាប់ងើបពីព្រលឹមមួយទឹកមួយអីទៅម៉ាក់គេប្រញាប់ចូលធ្វើការអញ្ចឹងឲ្យតែក្មួយខ្ញុំក្រោកឡើងដឹងថាគេអឺតមកតាមប្អូនឃើញក្មួយខ្ញុំក្រោកគេទាចោះដែរហើយមេឃក៏វាមិនសូវភ្លឺបានដែរម៉ោង5ជាងទាញ៉ាំងូចខ្ញុំក៏ចិត្តត្រឡប់ឲ្យញ៉ាំធម្មតាខុកខីចូលចិត្តញ៉ាំផ្លែត្រឡប់ណាប៉ុន្តែលើកនេះត្រឡប់រៀងរឹងគឺគាត់អត់ញ៉ាំទេខាំចោលបៀមបឺតយកទឹកគាត់ខាំចោលបើផ្លែត្រឡប់ញយគឺគាត់ចូលចិត្តញ៉ាំវិញគេចូលចិត្តណាស់ទៅអង្គុយកន្លែងដើមស្អីដើមកញ្ឆាយហើយដើមផ្ទីអីមកស្រុកគេហ្នឹងគឺគេចូលចិត្តទៅកន្លែងហ្នឹងព្រោះខៀគេបេះញ៉ាំគេចូលចិត្ត